Alo,ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីថ្ងៃនេះដែរខ្ញុំក៏បានចែកម្លែកពីវីដេអូអឺទស្សនាជួបពុកម៉ែបងប្អូនទស្សនានៃការជិះឡានក្រុងត្រឡប់ទៅបិណ្ឌយើងកន្លែងធ្វើការវិញខ្ញុំមកស្រុកបាន2ថ្ងៃ3ថ្ងៃពុកម៉ែបងប្អូនហ្នឹងហើយគឺយប់នេះគឺខ្ញុំរៀបទិញសម្បត្តិឡានក្រុងចាញ់ដំណើរទៅវិញហើយជាមួយនឹងគ្រួសាររបស់ខ្ញុំបងប្អូនរបស់ខ្ញុំគឺប្រហែលជា5 6នាក់ពុកម៉ែបងប្អូនតែពេលនេះគឺកំពុងតែចាំឡានហើយជំរាបពុកម៉ែបងប្អូនថាឡាននេះគឺឡានមិនឡានអង្គុយទេពុកម៉ែបងប្អូនឡាននេះគឺឡានដេកហើយក្នុងមួយឡានវាគឺមាន34កៅអី34កៅអីអញ្ចឹងដូចជាមានបែកចូលលើបែកចូលក្រោមហើយជំរាបពុកម៉ែបងប្អូនទាំងអស់ថាពីផ្ទះរបស់ខ្ញុំទៅទីកន្លែងធ្វើការវិញគឺជិះប្រហែលជា8ម៉ោងចឹងពុកម៉ែបងប្អូននឹងដោយការស្ទះឡានទៀតផងគិតជាលុយវៀតណាមគឺ240 250ដងបើគិតជាលុយខ្មែរអញ្ចឹងគេប្រាប់ថាគិតជាលុយខ្មែរវិញគឺវាប្រហែលជា40000រៀល40000រៀលគឺពុកម៉ែបងប្អូនវាល្មមជីដែរពុកម៉ែបងប្អូនអើយប៉ុណ្ណឹងមិនថ្លៃទេបាទមានតែប៉ុណ្្នឹងទេសូមរៀបពុកម៉ែបងប្អូនអស់គ្នាទស្សនាថាជួយ like ជួយ share ជួយ subscribe ជួយខ្ញុំអ្នកមួយផងបាទសូមរៀបអរគុណច្រើនពុកម៉ែបងប្អូនអស់គ្នាបាយបាយ